យុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផលចបផដល់ម្ចាស់សហគ្រាសនិងសិប្បកម្មកែច្នៃនានានៅកម្ពុជាភ្នំពេញឯកឧត្តមសាស្ត្រាចារ្យសមោហកបណ្ឌិតលីសុភាពប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជានិងជាប្រធានសមាគមសហព័ន្ធការពារអ្នកប្រើប្រាស់នៅកម្ពុជាបានថ្លែងថាសមាគមសហព័ន្ធការពារអ្នកប្រើប្រាស់នៅកម្ពុជានឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នអាជ្ញាធរពាក់ព័ន្ធនិងវិស័យឯកជនជំរុញការពង្រឹងសមត្ថភាពជាតិក្នុងការផលិតផលិតផលប្រកបដោយគុណភាពសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុកដើម្បីពង្រឹងការយល់ដឹងពីនីតិវិធីនិងអត្ថប្រយោជន៍នៃការចុះបញ្ជីផលិតផលចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុកឲ្យមានគុណភាពសុវត្ថិភាពបង្កើនការជឿទុកចិត្តពីអ្នកប្រើប្រាស់ចូលរួមលើកស្ទួយអភិវឌ្ឍសេដ្ឋកិច្ចជាតិឈានទៅធានាស្តង់ដារអាស៊ាននិងមានលទ្ធភាពឈានទៅប្រកួតប្រជែងជាបណ្ដើរនៅក្នុងទីផ្សារអន្តរជាតិស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការថែរក្សានូវសុខសន្តិភាពស្ថិរភាពពេញលេញការពារបូរណភាពទឹកដីការពារអធិបតេយ្យភាពជាតិសម្បូរសប្បាយរុងរឿងនិងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឆ្ពោះទៅចក្ខុវិស័យឆ្នាំ2050ជាប្រទេសមានចំណូលខ្ពស់ឯកឧត្តមសាស្ត្រាចារ្យសមោហកបណ្ឌិតលីសុភាពបានថ្លែងបែបនេះនៅចំពោះមុខសមាជិកសមាជិកាដែលជាវិនិយោគិនពាណិជ្ជករឧស្សាហករសិប្បករអាជីវករអគ្គនាយកនាយកប្រតិបត្តិអ្នកគ្រប់គ្រងទូទៅម្ចាស់ក្រុមហ៊ុនរោងចក្រសហគ្រាសសិប្បកម្មនិងម្ចាស់ផលិតផលតាមវិស័យតាមផ្នែករាប់ពាន់នាក់នៅក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផលចបផដល់ម្ចាស់សហគ្រាសនិងសិប្បកម្មកែច្នៃនានាស្វែងយល់បន្ថែមអំពីគុណតម្លៃនិងអត្ថប្រយោជន៍ផ្សេងៗដើម្បីប្រើប្រាស់ជាឧបករណ៍ស្នូលសម្រួលដល់ការធ្វើពាណិជ្ជកម្មទាំងក្នុងនិងក្រៅប្រទេសនាដើមសប្តាហ៍នេះនៅរាជធានីភ្នំពេញក្រោមអធិបតីភាពឯកឧត្តមហែមវណ្ឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍សូមជម្រាបថាយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផលចបផសហការរៀបចំឡើងដោយក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍វិទ្យាស្ថានស្តង់ដារកម្ពុជានិងសមាគមសហព័ន្ធការពារអ្នកប្រើប្រាស់នៅកម្ពុជានៅក្នុងកម្មវិធីផ្សព្វផ្សាយនេះឧស្សាហករនិងសិប្បករថ្លែងលើកឡើងស្រដៀងគ្នាថាកម្មវិធីផ្សព្វផ្សាយអំពីការចុះបញ្ជីផលិតផលចបផនៅពេលនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីឲ្យពួកគាត់បានស្វែងយល់បន្ថែមពីរបៀបរបបលើការរៀបចំខ្សែច្រវាក់ផលិតកម្មនិងនីតិវិធីផ្សេងៗនៃការចុះបញ្ជីឲ្យស្របតាមលក្ខខណ្ឌតម្រូវដើម្បីឲ្យឧស្សាហកម្មសហគ្រាសជាពិសេសសិប្បកម្មនានាដែលមិនទាន់ចុះបញ្ជីអាចឈានទៅចុះបញ្ជីផលិតផលចបផដោយអនុលោមទៅតាមផលិតផលរបស់ខ្លួនក្នុងយុទ្ធនាការនេះសហគ្រាសផលិតនិងក្រុមហ៊ុននាំចូលដែលចុះបញ្ជីផលិតផលច្រើនមុខក្នុងពេលតែមួយនឹងទទួលបានការលើកទឹកចិត្តពិសេសគឺបញ្ចុះតម្លៃ 10% សម្រាប់ការចុះបញ្ជីផលិតផលពី5ទៅ19មុខ 15% សម្រាប់ការចុះបញ្ជីផលិតផលពី20ទៅ49មុខនិង 20% សម្រាប់ការចុះបញ្ជីផលិតផលលើសពី50មុខក្នុងពេលតែមួយនេះបើតាមប្រសាសន៍ឯកឧត្តមរដ្ឋមន្ត្រីហែមវណ្ឌីបើតាមប្រសាសន៍រដ្ឋមន្ត្រីហែមវណ្ឌីការចុះបញ្ជីផលិតផលមិនមែនជាការងារថ្មីឬបន្ទុកបន្ថែមសម្រាប់អាជីវកម្មទេប៉ុន្តែយុទ្ធនាការនេះកើតចេញពីឆន្ទៈក្នុងការកែលម្អសេវានិងការគាំទ្រដោយវិស័យឯកជនយ៉ាងពិតប្រាកដរបស់ក្រសួងយុទ្ធនាការពេលនេះគឺទាន់ពេលត្រូវកលៈទេសៈនិងឆ្លើយតបផ្ទាល់ទៅនឹងកង្វល់និងសំណុំពររបស់ទីផ្សារទាំងអ្នកផលិតនិងអ្នកប្រើប្រាស់ក៏ដូចជាការវិវត្តនៃសភាពការពាណិជ្ជកម្មការចុះបញ្ជីផលិតផលគឺជានីតិវិធីដែលផ្ដល់អត្តសញ្ញាណដល់ផលិតផលគ្រប់ប្រភេទនិងគ្រប់ទម្រង់ដោយអនុលោមតាមស្តង់ដារកម្ពុជា CIS 001:2000 ស្ដីពីការដាក់ស្លាកផលិតផលសម្រាប់អ្នកប្រើប្រាស់ការចុះបញ្ជីផលិតផលផ្ដល់នូវតម្លាភាពនិងលទ្ធភាពស្វែងរកប្រភពទំនិញនិងម្ចាស់ស្របច្បាប់របស់ផលិតផល។